ជំរាបសួរប្រិយមិត្តដែលនិយមតាមដានទស្សនាវីដេអូសម្រាប់រឿងរបស់ admin ទាំងអស់គ្នាជួបគ្នាជាមួយ admin ម្ដងទៀតហើយណាថ្ងៃនេះផងដែរ admin នឹងលើកយករឿងកូនកំមុំបន្លំខ្លួនមកសម្រាប់បន្តដែលជាភាគទី6ដូច្នេះហើយដើម្បីកុំឲ្យខាតពេលវេលាយើងយូរយើងចូលទៅទស្សនាសាច់រឿងរបស់យើងជាមួយ admin ទាំងអស់គ្នាតែម្ដងទៅណយើងក៏បានឃើញថាពុកមូរងបានយកដំណឹងល្អដើម្បីមកប្រាប់កូនស្រីណាប៉ុន្តែចូលមកដល់គឺធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំងមែនតើព្រោះតែគាត់បានឃើញកូនស្រីគាត់កំពុងតែដេកនៅលើគ្រែជាមួយនឹងណានសាងហើយពេលដែលពីរអ្នកនឹងដឹងខ្លួនមកគឺថាស្រែកយកតែម្ដងព្រោះពួកគេមិនបានដឹងទេថាហេតុអីបានជារឿងទៅជាបែបនេះណាហើយយើងក៏បានដឹងដែរថាគឺដោយសារតែណានសាងហ្នឹងណាគេបានចេញមកក្រៅហើយក៏ដើរទៅរកបន្ទប់ទឹកពេលហ្នឹងគេនៅស្វឹងអត់ទាន់ស្វាងនៅឡើយទេដល់ពេលគេត្រឡប់មកវិញមិនបានចូលកន្លែងបន្ទប់ខ្លួនឯងអីគឺបែរជាចូលបន្ទប់របស់មូរងនឹងតែម្ដងហើយពីរអ្នកហ្នឹងប្រកែកគ្នាខ្លាំងមែនតើលក្ខណៈថារកខុសរកត្រូវរៀងខ្លួនណាទៅពុកមូរងក៏សម្របសម្រួលថាបើជារឿងយល់ច្រឡំទេឥឡូវក៏បញ្ចប់គ្នាត្រឹមនេះចុះហើយគាត់មកនេះគឺមានដំណឹងល្អប្រាប់មូរងគឺថាយេស៊ុនណាគេយល់ព្រមរៀបការជាមួយនាងហើយមូរងលើហើយឡើងសប្បាយអរខ្លាំងមែនតើប៉ុន្តែការសប្បាយអរហ្នឹងគឺមិនបានយូរឡើយនាងប្រែជាផ្លាស់ប្ដូរទឹកមុខវិញនៅពេលដែលបានដឹងថាយេស៊ុនណាគេយល់ព្រមដោយសារតែគៀបសង្កត់បង្ខិតបង្ខំពីឪពុករបស់ខ្លួនណារឿងក៏បានបង្ហាញពីមនុស្សដែលនៅចាំហាងវិញម្ដងពួកគេកំពុងតែបើកសមុទ្រមើលថាអ្នកណាខ្លះដែលមានការងារចង់ឲ្យគេជួយណាហើយនៅពេលបើកហើយគឺជួបតែរឿងហួសចិត្តតែប៉ុណ្ណោះព្រោះតែអ្នកដែលចង់រកឲ្យគេជួយហ្នឹងណាផ្ដល់ថ្លៃឈ្នួលឲ្យពួកគេហ្នឹងណាគឺថោកខ្លាំងពេកអ្នកខ្លះឲ្យពោតមួយផ្លែអ្នកខ្លះឲ្យត្រីប្រៃមួយអីចឹងណានេះតើគិតថាពួកគេធ្វើការមិនត្រូវការញ៉ាំអាហារទេអីបានឲ្យតែប៉ុណ្ណឹងប៉ុន្តែពេលហ្នឹងក៏ស្រាប់តែមាននារីម្នាក់បានរត់ចូលមករកអាជឺហើយក៏បានបកគលប្រាក់ឲ្យនាងអ្វីដែលគេចង់បានទៅវិញហ្នឹងណាគ្រាន់តែអាជឺញញឹមទៅបានហើយក៏មិនមែនតែម្នាក់ហ្នឹងដែរគឺចូលមកជាបន្តបន្ទាប់ដោយគ្រាន់តែចង់បានស្នាមញញឹមរបស់អាជឺណាដល់ពេលកលេចមកកាន់ខាងក្រៅយើងក៏បានដឹងថានេះប្រកាសជាស្នាដៃរបស់លោកប៉ៃហ្មងពេលហ្នឹងស្រីបានមកចោមរោមគេអ្នកខ្លះក៏ឲ្យកញ្ញាស៊ីជួយគូរូគេហ្នឹងជាមួយនឹងលោកម្ចាស់ប៉ៃឲ្យទៀតផងគណៈពេលហ្នឹងអាជឺក៏បានចេញមកខាងក្រៅដើម្បីសួរនាំលោកម្ចាស់ប៉ៃកញ្ញាស៊ីក៏ប្រាប់ថាលោកម្ចាស់ប៉ៃកំពុងតែជួយនាងហ្នឹងហើយទើបនាងក៏បានអរគុណទៅកាន់គេណាហើយពួកគេក៏បានស្វាគមន៍អញ្ជើញគាត់ឲ្យចូលទៅខាងក្នុងសិនដែរក្រោយមកយើងក៏បានឃើញកញ្ញាស៊ីនាងបានមកកន្លែងដែលមីបានធ្វើថ្នាំឲ្យយេស៊ុននាងក៏បានមកពិនិត្យមើលថាក្នុងហ្នឹងគឺជាថ្នាំអីគេខ្លះណាស្រាប់តែពេលហ្នឹងឌូយ៉ាហ្នឹងក៏បានលេចចេញមកពីក្នុងពាងអ្នកទាំងអស់គ្នាហើយគេក៏និយាយទៅកាន់កញ្ញាស៊ីថាលោកស្រីគេបានប្រាប់ឲ្យផ្ទះបាយគឺជាកន្លែងតឹងរឹងអញ្ចឹងអ្នកក្រៅអាចឲ្យចូលមកបានទេហើយគេក៏បានដេញកញ្ញាស៊ីឲ្យចេញទៅវិញក្មេងតូចតែប៉ុន្តែនិយាយពីថាចេះនោះចេះតែថាកូនក្មេងនៅតែជាកូនក្មេងពេលដែលគេសោកនំម្ដុំពីរដុំស្រាប់តែស៊ូអីហ្នឹងក៏ចេញនំបដ ដោយកញ្ញាស៊ីបានសួរថាថ្នាំដែលមីធ្វើឲ្យយេស៊ុនហ្នឹងគេបានផឹកអត់ហើយឥឡូវហ្នឹងគេទៅទីណាហើយតើបឌូយ៉ាគេក៏ប្រាប់ទៅទាំងអស់ហ្នឹងឯងព្រមទាំងទីតាំងដែលពួកគេហ្នឹងបានទៅថែមទៀតផងក៏លេខមកមើលទូឯកទាំងពីររបស់យើងវិញពេលនេះត្រូវបានគេចាប់ឃុំខ្លួននៅកន្លែងទ្រង់ជ្រូកអ្នកទាំងអស់គ្នាហើយទ្រង់ជ្រូកហ្នឹងមានតែខ្ពស់អីពេលហ្នឹងទៀតមីក៏ប្រាប់ទៅកាន់យេស៊ុនថារៀបការជាមួយមូរងគឺជាជម្រើសល្អសម្រាប់គេហើយតើប៉ុន្តែយេស៊ុនក៏តបទៅវិញថាចាក់ចេញពីគេក៏ជាជម្រើសល្អសម្រាប់នាងដែរប៉ុន្តែនាងបែរជាមិនចាក់ចេញមីក៏តបទៅវិញដោយសារតែនាងមិនអាចឈរមើលគេស្លាប់បានទេហើយពេលហ្នឹងយេស៊ុនក៏ងើបមករកនាងតែម្ដងព្រោះអីជាប់ចំណងត្រឹមតែដៃទៅក្រោយតើគេតាមតាំងនិយាយថាសម្រាប់គេក៏ដូចគ្នាគេនឹងមិនចាក់ចេញពីនាងឡើយហើយគេក៏នឹងមិនរៀបការជាមួយអាណាផ្សេងទាំងអស់ព្រោះតែនាងគឺជាប្រពន្ធស្របច្បាប់តែម្នាក់គត់របស់គេថែមទាំងហៅឈ្មោះនាងចំថាលេនមីថែមទៀតផងនេះគឺជាលើកទី1ហើយដែលគេហៅឈ្មោះពិតរបស់នាងណាមីក៏បន្តថាអញ្ចឹងពួកយើងក៏អាចរត់គេចខ្លួននៅពេលពិធីមង្គលការនឹងបានដែរតែយេស៊ុនក៏ថាតាមពិតទៅបើគេចង់រត់បានយូរហើយគ្រាន់តែគេមិនចង់រត់ព្រោះតែគេបានរកឃើញតម្រុយមួយចំនួនពាក់ព័ន្ធជាមួយនឹងការស្លាប់របស់លោកគ្រូគេណាមីពិតជាចង់ដឹងណាថាជាតម្រុយអីទៅយេស៊ុនក៏ឲ្យនាងមើលនៅលើទ្រូងរបស់គេទៅក៏ឃើញថាវាគឺជាស្នាមរបួសតែមួយដែលមាននៅលើទ្រូងរបស់គ្រូគេអញ្ចឹងហើយគ្រូគេគឺត្រូវថ្នាំពុលតែមួយដូចតែគេអញ្ចឹងហើយប្រភពថ្នាំហ្នឹងគឺចេញពីកន្លែងហ្នឹងឯងតែថាពេលហ្នឹងគេបានត្រូវថ្នាំពុលបាត់ទៅហើយទៅធ្វើឲ្យការស៊ើបរបស់គេហ្នឹងវារៀងល្អល្អួលហើយគេក៏បានសុំជំនួយពីមីឲ្យនាងនៅទីនេះដើម្បីជួយគេផងមីស្រាប់តែធ្វើមុខឡើងស្មើហើយនាងក៏និយាយថាយេស៊ុនហ្នឹងកំពុងតែបឆោតនាងឯតានេះយេស៊ុនក៏ថាឲ្យចុះក្រែងនិយាយថាប្តីប្រពន្ធត្រូវតែរួមសុខរួមទុក្ខជាមួយគ្នាអីមីក៏ឆ្លៀតលេងសើចជាមួយគេថាដែលរួមសុខពីអង្កលមើលសានិយាយទៅជួបតែទុកជាមួយគ្នារហូតសោះហ្នឹងខណៈពេលហ្នឹងលៀនជាងគេ
ក៏បានចូលមកដោយយកឈុតសម្លៀកបំពាក់រៀបការហ្នឹងមកឲ្យពួកគេថែមទៀតផងគេថែមទាំងនិយាយថាយប់នេះយាយសនរៀបការជាមួយមូរុងឱកាសល្អបែបហ្នឹងគេក៏ចង់សុំខ្ចីកន្លែងហ្នឹងរៀបការជាមួយនឹងមីមីដែរនិយាយទៅអាប៉ែហ្នឹងគឺហ៊ានសាហាវហ្មងណានៅមុខប្តីគេហើយនៅឆ្លៀតនិយាយថាខ្លួននឹងមើលថែមីមីជំនួសគេឲ្យបានល្អថែមទៀតផងហើយដោយសារតែគេនិយាយញ៉ៃញ៉ៃខ្លាំងពេកក៏ធ្វើឲ្យយាយសនហ្នឹងផ្ទុះកំហឹងឡើងណាហើយមេឃក៏ចាប់ផ្ដើមមានកលន់ខ្លាំងទៀតហើយនិយាយទៅកំហឹងគេផ្សារភ្ជាប់ជាមួយមេឃចឹងហ្មងណាហើយពេលដែលលិនជាងទៅវិញភ្លាមយាយសនអាការៈគេក៏រើឡើងម្ដងទៀតហើយតែគេក៏ឆ្លៀតសួរមីមីថារវាងគេជាមួយនឹងអាប៉ែមិញហ្នឹងយកណាគេមីមីក៏ប្រកែកយ៉ាងលឿនថានាងនឹងគេគឺអត់មានអីពាក់ព័ន្ធនឹងគ្នាទេហើយមិនបាច់ឲ្យនាងរើទេព្រោះតែនាងគឺមិនបានស្រឡាញ់អាប៉ែហ្នឹងតតែសោះហ្មងណានិយាយទៅនាងស្មោះស្ម័គ្រតែជាមួយប្តីរបស់នាងទេគ្រាន់តែលឺអញ្ចឹងយាយសនហ្នឹងគេឡើងប្រកក្តីឡើងវិញដែលធ្វើឲ្យមីមីក៏និយាយថាមុនហ្នឹងក៏ហត់នាងទៀតហើយមែនយាយសនហ្នឹងក៏និយាយថាតាមពិតទៅមុនហ្នឹងអាការៈគេរើឡើងមកវិញមែនតើប៉ុន្តែដល់ពេលបានលើពាក្យសន្យារបស់ប្រពន្ធគេក៏រៀងធូរស្បើយមកវិញពេលហ្នឹងសាំពីអ្នកហ្នឹងមែនតើកំពុងតែជាប់ឃុំខ្លួនអញ្ចឹងហើយហ្នឹងនៅឆ្លៀតញ៉េះញ៉ោះបលែងគ្នាបានទៀតណាអញ្ចឹងមិនថាស្នេហានេះដូចជារៀងវល់វល់បន្តិចហើយយើងមកមើលមូរងវិញយប់ហ្នឹងត្រូវរៀបការក៏ពិតមែនប៉ុន្តែនាងបែរជាមករណាន់សាងទៅវិញព្រោះតែនាងមានរឿងចង់និយាយជាមួយគេបន្តិចណានាងក៏បានរៀបរាប់រឿងរ៉ាវនៅក្នុងចិត្តរបស់នាងហើយក៏សួរគេថាគឺគេបាននិយាយថាឲ្យតែវិធីសាស្ត្រត្រឹមត្រូវនោះគេនឹងទទួលបានស្នេហាពិតត្រូវអត់ណែនសាងក៏ស្រាប់តែសួរគេថាមិនបាននិយាយចឹងក្រែងយប់ហ្នឹងត្រូវរៀបការឲ្យហើយប៉ុន្តែមូរងគឺនាងអត់ស្ងប់ចិត្តទេព្រោះតែនាងបានដឹងថាការយល់ព្រមរបស់យាយសនហ្នឹងគឺមិនមែនជាការពេញចិត្តរបស់គេឡើយទៅណានសាងក៏និយាយថារឿងហ្នឹងគឺងាយស្រួលទេគេមានវិធីសាស្ត្រមួយគឺឲ្យនាងហ្នឹងសួរចិត្តខ្លួនឯងរួចគេក៏បាននាំនាងមកអង្គុយនៅលើកៅអីហើយក៏ប្រាប់ឲ្យនាងហ្នឹងបិទភ្នែកសន្សំរួចហើយក៏យកដៃក្តាប់ទ្រូងនិងសម័យទៅដល់រឿងរ៉ាវដែលគួរឲ្យភ័យខ្លាចមួយមូរងក៏សម័យឃើញខ្លួនឯងកំពុងតែវង្វេងនៅក្នុងព្រៃដ៏សែនងងឹតមួយពេលហ្នឹងក៏បានលឺសំឡេងជើងសេះហើយក៏ស្រាប់តែបានឃើញបុរសម្នាក់ចេញមកនៅចំពោះមុខរបស់នាងគ្រាន់តែមើលស្ទាយសក់ហ្នឹងដឹងបាត់ថាជាណាគេណានសាងក៏និយាយបន្តថាពេលដែលនាងបើកភ្នែកមកឃើញអ្នកណាអ្នកនោះហើយគឺជាស្នេហាពិតរបស់នាងពេលដែលមូរងបើកភ្នែកមកទៅអ្នកដែលនាងឃើញហ្នឹងគ្មានណាគេក្រៅពីណានសាងផងហ្នឹងដល់អញ្ចឹងមូរងក៏ចាប់ដៃគេឡើងជាប់ហើយក៏និយាយថាឥឡូវហ្នឹងនាងបានយល់ហើយដូច្នេះគឺវាមិនទាន់ហួសពេលនៅឡើយទេរួចនាងក៏ចេញទៅក្រៅមិនដឹងថានឹងត្រូវធ្វើអីបន្តទៀតទេរួចរឿងក៏បានបង្ហាញមកដល់កម្មវិធីមង្គលការរបស់ពួកគេតែម្ដងដែលមានណានសាងហ្នឹងធ្វើជាអ្នករៀបចំកម្មវិធីឲ្យណាពេលហ្នឹងគេក៏បានសួរទៅកាន់យាយសនថាតើគេព្រមរៀបការជាមួយនឹងកញ្ញាមូរងអត់ពេលហ្នឹងយាយសនគេបានឆ្លើយអីទេគឺគេនៅឈរឡើងស្ងៀមត្រឹងមានអីមូរងក៏ឆ្លើយមុនតែម្ដងថានាងអត់យល់ព្រមទេព្រោះតែនាងមានមនុស្សដែលនាងចង់រៀបការជាមួយហើយម្នាក់នោះគឺជាណានសាងនឹងឯងដោយសារនៅក្នុងការសម័យរបស់នាងអ្នកដែលនាងបានជួបនៅកណ្ដាលព្រៃហ្នឹងគឺជាណានសាងនឹងហើយយើងក៏បានដឹងបន្ថែមថាចេញពីណានសាងហ្នឹងមូរងបានមកដល់លេងយាយសនជាមួយមីមីប៉ុន្តែនាងគ្រាន់តែមានលក្ខខណ្ឌមួយក្នុងការជួយសង្គ្រោះពួកគេនាងប្រមឲ្យថ្នាំសះទៅយាយសនប៉ុន្តែត្រូវតែសន្យាជាមួយនាងគឺត្រូវតែជួយបញ្ចុះបញ្ចូលឪពុករបស់នាងឲ្យនាងបានរៀបការជាមួយណានសាងណាមីក៏បានសួរបញ្ជាក់ដែរថាតើនាងប្រកាសចិត្តអត់ហើយមូរងគឺច្បាស់នឹងឯងនាងមិនមានការរេរាចិត្តឡើយត្រឡប់មកវិញណានសាងហ្នឹងគេឡើងគាំងអស់ហើយមិននឹកស្មានថានាងសម្រេចចិត្តបែបនេះសោះពេលហ្នឹងពុកមូរងគាត់ក៏ប្រកែកថាមិនបាននាងធ្វើឲ្យរឿងកន្លប់ចាក់អញ្ចឹងដំបូងថាចង់រៀបការជាមួយយាយសនឥឡូវបែរជាដូរកូនកំឡោះទៅវិញយ៉ាងណាមូរងនៅតែបញ្ជាក់ថានាងបានសម្រេចចិត្តច្បាស់ហើយក្នុងមួយជីវិតនេះនាងមិនរៀបការជាមួយអ្នកណាក្រៅពីណានសាងទេហើយនាងក៏បានចាប់អូសដៃណានសាងរត់ចេញពីពិធីមង្គលការនេះតែម្ដងចំណែកពុករបស់នាងគាត់ខឹងឡើងគាំងអស់ហើយពេលហ្នឹងព្រោះតែកូនស្រីតែម្នាក់ធ្វើឲ្យគាត់ឡើងវិលក្បងលុះពួកគេរត់ចេញមកដល់ខាងក្រៅស្រាប់តែណានសាងហ្នឹងក៏ថាឲ្យមូរងមិនក៏នាងធ្វើបែបហ្នឹងប៉ុន្តែមូរងបែរជាសារភាពថានាងស្រឡាញ់គេហើយតែគេព្រមរៀបការជាមួយនាងអត់ពេលហ្នឹងណានសាងគឺសម័យចេញឃើញថាអញ្ចេះពេលដែលខ្លាចជាកូនប្រសាររបស់ស្ដេចថ្នាំគេនឹងខ្លាចជាទីពិសោធន៍របស់គាត់មិនខានឡើយដូច្នេះហើយគេក៏បានជូនពរឲ្យនាងមានសុភមង្គលជាមួយនឹងកូនកំឡោះរបស់នាងដែលជាយាយសនចំណែកគេសុំដាក់មេប្រុយទៅហើយពេលហ្នឹងអាណិតមូរងដែរថាស្រឡាញ់ណានសាងឲ្យតាប៉ុន្តែគេបែរជារត់ចោលនាងទៅវិញហៀមកកាន់លោកម្ចាស់បាយ
វិញគាត់ក៏បានប្រាប់ទៅកាន់អាជឺថាយប់នេះគឺមានពិធីខួបកំណើតរបស់គាត់អញ្ចឹងនាងមិនចាំបាច់ប្រើដៃប្រើក្បិតអីទេប៉ុន្តែអាជឺក៏និយាយថាមនុស្សកាន់តែច្រើនកាន់តែមានគ្រោះថ្នាក់ក្នុងនាមនាងជាអ្នកការពាររបស់គេត្រូវតែមានអាវុធដើម្បីការពារអញ្ចឹងហីតែលោកប៉ៃនៅតែចង់ឲ្យនាងប្រើអញ្ចឹងឯងទៅនាងក៏បានដកវាទុកទាំងអស់តែម្ដងណាមិនតែប៉ុណ្ណឹងទេគេថែមទាំងបានណែនាំឲ្យនាងហ្នឹងផ្លាស់ប្ដូរកៅអៅថែមទៀតផងព្រោះតែនេះគឺជាថ្ងៃពិសេសរបស់គេយ៉ាងហោចណាស់ក៏ដូចជាមនុស្សស្រីទូទៅមានការតបតែងខ្លួនផាត់មុខផាត់មាត់អីចឹងណារីឯកញ្ញាស៊ីដែលនៅខាងក្រៅនាងក៏បានចេញមកស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ដែលបានមកចូលរួមកម្មវិធីខួបកំណើតរបស់លោកម្ចាស់ប៉ៃព្រោះតែសម័យខ្លួនហ្នឹងគឺមិនទាន់ដល់ពេលចេញមកក៏លេចមកអាជឺវិញម្ដងអ្នកទាំងអស់គ្នានាងគឺពិតជាមកផ្លាស់ប្ដូរការតបតែងខ្លួនរបស់នាងពិតមែនហើយពេលដែលនាងតបតែងហើយគឺថាស្អាតប្លែកភ្នែកតែម្ដងណាចឹងបានថាមនុស្សស្រីយើងគឺលាក់សម្រស់តើពេលដែលតែងខ្លួនទៅគឺស្អាតរកអ្វីប្រៀបទៅមិនបានទេងាកមកមើលខាងនេះវិញមីក៏ព្យាយាមមកបញ្ចុះបញ្ចូលឲ្យពុកមូរងនឹងផឹកថ្នាំទៅប៉ុន្តែគាត់នឹងគឺគ្មានកម្លាំងចិត្តទៀតទេព្រោះតែគាត់បារម្ភពីកូនស្រីរបស់គាត់ណាគាត់ដឹងថាណានសាងនឹងមិនមែនជាមនុស្សល្អអីទេបើនាងរៀបការជាមួយគេថ្ងៃខាងមុខនាងប្រកាសជាមានបញ្ហារំខានឡើយចំណែកលីនជឿគេក៏បានចូលមកជួយបញ្ចុះបញ្ចូលគាត់វិញម្ដងប៉ុន្តែថាគាត់នៅតែមិនព្រមអញ្ចឹងឯងពេលនឹងមូរងក៏ត្រឡប់មកវិញហើយនាងក៏បានលើពុករបស់នាងនិយាយតាក់ទងជាមួយនឹងនាងណានិយាយទៅគាត់បានបាត់បង់ប្រពន្ធឥឡូវហ្នឹងមានតែកូនស្រីតែម្នាក់គាត់ដែលនាងគឺជាមនុស្សដែលគាត់ស្រឡាញ់ស្មើនឹងកៅភ្នែកទៅហើយគាត់តែងតែបារម្ភគិតគូរនឹងយកចិត្តទុកដាក់លើនាងខ្លាំងណាស់ព្រោះថានៅសល់តែ2នាក់ឪកូនណាលើបែបហ្នឹងហើយមូរងហ្នឹងក៏បានចូលខ្លួនមកបញ្ចុកថ្នាំឪពុករបស់នាងវិញម្ដងតើវងគាត់អត់ដឹងថាជានាងទេប៉ុន្តែដល់ពេលលើនាងហៅគាត់ក៏បានងើបមកផ្លែតមិននឹកស្មានថាកូនត្រឡប់មករកគាត់វិញសោះនាងបាននិយាយថានាងអត់ចង់រៀបការទៅណាទេគឺនាងចង់នៅក្បែរមើលថែពុករបស់នាងណាហើយពួកគេហ្នឹងក៏យំអោបគ្នាពេញតាណាពេញតាណីនឹងឯងក្តីស្រឡាញ់របស់ឪពុកម្នាក់នេះគឺធំធេងណាស់ចង់ឲ្យតកូនល្អទេងាកមកខាងកម្មវិធីលោកម្ចាស់ប៉ៃវិញគាត់ក៏បានចេញមកជាមួយនឹងអាជឺដើម្បីស្វាគមន៍ទៅកាន់ភ្ញៀវរបស់គាត់ណាលោកម្ចាស់ម្នាក់ហ្នឹងក៏បានសួរថាអាជឺហ្នឹងគឺជាអ្នកគេទៅលោកម្ចាស់ប៉ៃក៏ប្រាប់ថាជាអង្គរៈរបស់ខ្លួនអីចឹងទៅតែពូម្នាក់ហ្នឹងឃើញសម្រស់អាជឺហើយហ្នឹងក៏ចាប់ផ្ដើមលេបខាយឲ្យនាងថាខ្លួនក៏ចង់បានអង្គរៈស្រីម្នាក់ដែលមានរូបសម្រស់បែបហ្នឹងដែរក៏ធ្វើឲ្យអាជឺខឹងជាមួយគាត់ខ្លាំងមែនតើព្រោះតែពាក្យសម្ដីរបស់គាត់មិនសមរម្យសោះតែដោយសារតែនាងឆ្លើយជាមួយនឹងភ្ញៀវកិត្តិយសគេខ្លាំងពេកទើបលោកប៉ៃហ្នឹងក៏ដេញឲ្យនាងចេញឲ្យឆ្ងាយពីគេទៅអាជឺហ្នឹងក៏ខឹងបដ យនាងចាប់ការពីអីទៀតហើយងាកមកខាងយាយសនវិញពុកមូរងក៏បានជួយព្យាបាលឲ្យគេហើយក៏ឃើញថាស្ថានភាពរបស់គេពេលនេះគឺកាន់តែប្រសើរឡើងហើយប៉ុន្តែថាឆ្លៀតពេលដែលគាត់ភ្លេចខ្លួនហ្នឹងស្រាប់តែយាយសនហ្នឹងគេបានមកជួងកំបិតលើកគាត់តែម្ដងយាយសនថាគាត់ហ្នឹងជួយព្យាបាលគេក៏ពិតមែនប៉ុន្តែគាត់មានការជាប់តាក់ទងជាមួយនឹងការស្លាប់របស់គ្រូគេពុកមូរងក៏ប្រកែកថាគាត់គ្មានគំនុំអីជាមួយនឹងគ្រូគេទេហេតុអីបានជាត្រូវសម្លាប់គាត់ណាមួយថ្នាំពុលរបស់គាត់គឺគេអាចទិញបានតែបើសិនជាគេឲ្យតម្លៃថ្លៃណាគាត់បានប្រាប់បន្ថែមថាគឺមានអ្នកបម្រើរបស់អ្នកមានម្នាក់មកពីទីក្រុងផ្សេងបានទិញថ្នាំពុលនឹងពីគាត់តែគាត់ក៏មិនដឹងរឿងអីផ្សេងដែរត្រឹមតែដឹងថាគេទិញឲ្យគេឲ្យលុយគាត់តែប៉ុណ្ណឹងហើយដឹងមកចត់ដោយសារតែយាយសនបានដឹងថាគាត់បានបង្កើតថ្នាំពុលទៅគេក៏គម្រាមទៅកាន់គាត់ថាគេបានស៊ើបដឹងឲ្យហើយថាឃ្លាំងរបស់គាត់ទុកថ្នាំហ្នឹងនៅកន្លែងណាខ្លះហើយមានថ្នាំប្រមាណមនុស្សជាច្រើនបានទទួលស្គាល់ថាគាត់គឺជាស្ដេចថ្នាំព្យាបាលមនុស្សណាប៉ុន្តែបើសិនជាគេដឹងថាគាត់បង្កើតថ្នាំពុលដើម្បីរកលុយផ្លូវអាងឹតអញ្ចឹងតើគេនឹងគិតយ៉ាងណាចំពោះគាត់ហើយគេអាចនឹងមិនទិញថ្នាំគាត់ថែមទៀតផងដូច្នេះហើយគាត់ត្រូវតែបញ្ឈប់ការធ្វើថ្នាំពុលទាំងអស់ហ្នឹងណែនាំរួចហើយគេក៏និយាយថាឥឡូវនៅសល់រឿងមួយទៀតនោះគឺត្រូវព្យាបាលជំងឺរបស់គេបន្តនោះអីទៅគាត់ក៏បញ្ញាលៃលោកថ្នាំសម្រាប់ព្យាបាលគេបន្តទៀតណាកាន់មកដល់ពេលព្រឹកឡើងនៅខាងលោកម្ចាស់បាយពេលដែលគេភ្ញាក់ពីដេកហ្នឹងមានអារម្មណ៍ថារៀងធ្ងន់ក៏បានតិចហើយព្រោះតែយប់មិញហ្នឹងផឹកច្រើនដែរពេលហ្នឹងកញ្ញាស៊ីក៏បានរត់ចូលមកប្រាប់ថាយប់មិញហ្នឹងគឺមានបញ្ហាមួយចំនួនបានកើតឡើងណាលោកម្ចាស់បាយក៏បានសម័យឲ្យឃើញថាគឺអាជឺហ្នឹងខឹងជាមួយគាត់ខ្លាំងណាស់ព្រោះតែនាងចង់ការពារគេប៉ុន្តែគេបែរជាស្ដីបន្ទោសឲ្យនាងណាតាមពិតទៅលោកបាយគឺគេមិនមែនឲ្យនាងមកហាមគេឲ្យផឹកស្រាអញ្ចឹងទេណាមួយគេដេញនាងចេញហ្នឹងក៏ដោយសារតែខ្លាចនាងបកករឿងទេតាស្រាប់តែអាជឺក៏តបទៅវិញថាបើអញ្ចឹងមែនណាទុកឲ្យនាងជាអ្នកចាក់ចេញចុះត្រឡប់មកវិញលោក
បាយក៏គិតថាប្រហែលជានាងខឹងគេខ្លាំងណាស់ហើយទើបចង់ទៅរកនាងណាប៉ុន្តែកញ្ញាស៊ីនឹងក៏ហាមឃាត់មិនក៏គេលែងខ្វល់ជាមួយនឹងហាងខ្លួនឯងអស់ហើយគិតតែពីអាជឺនឹងទៅមិនតែប៉ុណ្ណឹងទេនាងថែមទាំងនិយាយថាបើលោកម្ចាស់បាយកាន់តែតាមរកអាជឺនោះគេនឹងកាន់តែឈឺចាប់ទៅវិញទេតើគេពិតជាចង់បានលទ្ធផលបែបហ្នឹងពិតមែនណោះមានន័យថាបើសិនជាគេកាន់តែរកអាជឺនឹងកាន់តែរត់ចេញឆ្ងាយអីចឹងណាដូច្នេះហើយលោកម្ចាស់បាយគាត់ក៏បានយល់ជាមួយនឹងសម្ដីរបស់កញ្ញាស៊ីដែរតែថាពេលដែលកញ្ញាស៊ីចេញទៅនឹងទឹកមុខរបស់នាងក៏បង្ហាញចេញមកគឺចម្លែកខ្លាំងមែនទែនគ្រាន់តែថាយើងក៏មិនបានដឹងថាមានរឿងអីពីក្រោយខ្នងដែរព្រោះតែភានីត្រូវបានស្លេះត្រឹមតែប៉ុណ្ណឹងទៀតហើយនឹងចង់ដឹងបន្ថែមគឺមានតែរងចាំតាមដានទស្សនភាពក្រោយបន្តទៀតណាអញ្ចឹងថ្ងៃហ្នឹងអេដមីនសូមសម្រាប់ត្រឹមតែប៉ុណ្ណឹងសិនហើយណាចាំជួបគ្នានៅភាគក្រោយអរគុណច្រើនបាយបាយ